នេះជាវីដេអូចូលព្រៃលើកដំបូងរបស់ខ្ញុំហើយការចូលព្រៃហ្នឹងមិនមែនដើរបំផ្លាញធម្មជាតិមិនមែនអីទេបងប្អូនគ្រាន់តែចូលព្រៃបោះតង់លេងធម្មតាទេពីព្រោះថាចិត្តអ្នកស្រឡាញ់ធម្មជាតិបើសិនជាឲ្យទៅបំផ្លាញធម្មជាតិក៏អត់អាចទៅរួចដែរហើយថ្ងៃនេះទៅសត្វតែមេធីមឲ្យប៉ះសត្វតែអ្នកជំនាញអញ្ចឹងអត់ខ្វះទេរបស់ហូបហើយសម្រាប់ការចូលព្រៃអីចឹងបើសិនជាបានទៅជាមួយដែលបងដែលជាអ្នកជំនាញដែលអ្នកពូកែឆ្នៃអ្នកបណ្ដាព្រៃណាអ្នកដែលគាត់ដូចថាស្គាល់ព្រៃច្បាស់គាត់បកកែឆ្នៃវិដិតគាត់ស្គាល់របស់ព្រៃស្គាល់ធម្មជាតិច្បាស់អញ្ចឹងចូលគឺអត់បាច់ភ័យទេបងប្អូនអត់បាច់ភ័យថាអត់អីហូបទេសូម្បីតារកតារបស់ក្នុងព្រៃហ្នឹងអត់ខ្វះហើយជាក់ស្ដែងបងដែលខ្ញុំទៅជាមួយនេះសិតតែកំពូលអ្នកជំនាញហើយបើនិយាយពីការរកម្ហូបការកែច្នៃធម្មជាតិនៅក្នុងព្រៃសម្រាប់ហូបហ្នឹងជាជំនាញរបស់គាត់ហើយនេះដោយសារតែយើងខំដើររយូរក៏ជួបប្រភពទឹកមួយហើយពួកយើងក៏សម្រេចចិត្តថាបោះតង់ចងរឹងនៅកន្លែងនោះហ្មងទៅតែប៉ុន្តែក្រុមខ្ញុំអត់មានតង់អត់មានអីគេទេបងប្អូនចងតាំងរឹងនឹងដេកលក់ទល់ភ្លឺហើយបន្ទាប់ពីចងរឹងចងអីហើយពួកយើងក៏បានដើរទៅកន្លែងទឹកណាដើម្បីដើររកស្ទូចត្រីស្ទូចតុងឲ្យបានគឺត្រីដៃគឺច្រើនមែនតើជាពិសេសត្រីដៃនិងតុងហ្នឹងគឺច្រើនមែនតើប៉ុន្តែបើត្រីផ្សេងគឺមានមួយទេបងប្អូនហើយចំពោះតុងវិញធំចង់ដូចតុងចំហើយចំពោះបងអ្នកស្ទូចនេះវិញគឺជាមេធីមបាទអានោះជាជំនាញរបស់គាត់ហើយបងប្អូនអត់នឹងដឹងរួចហើយបើនិយាយពីការស្ទូចវិញអត់ចាំបាច់ដាក់នុយអីទេបងប្អូនដាក់តែនុយចលេននឹងនៅភ្នំខ្វះអីចលេនចង់ប៉ិនកូនដៃហើយបើនិយាយពីត្រីហេងតុងវិញអូយបងប្អូនអត់ដឹងថាត្រូវយកពាក្យអីមកនិយាយបើនិយាយទៅនិយាយថាដាក់ស៊ីហ្មងបងប្អូនតាំងតុងទាំងត្រីនិយាយថាដាក់ស៊ីហ្មងហើយប៉ះមេធីមដែលជាអ្នកជំនាញរបស់យើងទៀតគឺគ្មានឲ្យរួចខ្លួនសំបីតែមួយហើយបន្ទាប់ពីយើងរដូចថារៀងបានរៀងក្រែលរៀងក្រាន់ដែរយើងក៏ចាប់ដើមបកាត់ភ្លើងបកាត់អីដាក់ឆ្នាំងដាក់អីស្ងោរជ្រក់អាហ្នឹងគេហៅថាស្ងោរជ្រក់ហើយអាំងខ្លះហើយធីមខ្ញុំគឺធីមត្រាថ្នាំទេបងប្អូនអត់មានស្អីដូចគេហើយបន្ទាប់ពីពួកយើងបានដាច់អស់បងយកភ្លឺគ្រប់គ្នាហើយផ្លូវដើរទៅផ្ទះវិញក៏សំភាយទៅដល់ត្រីមួយថងគឺថាมันអត់ប្រយោជន៍ទេហើយត្រីនេះយកទៅហូបយកទៅប្រឡាក់ហ្នឹងបានរួចបាន 2-3 ថ្ងៃទៀតអញ្ចឹងអរគុណបងប្អូនផងដែរសម្រាប់ការតាមដានផងដែរ